เลี้ยงออกเลยรถหายตาลุกเอ้ยเฮ้ยไอ้ล็อบไอ้หมอกบังthấy tuôn sátอะไรนี่กินจำnó khu lắm mà xây lắm យើងគឺហួចុកមកពីខាងសាយើងគឺជាស្ដេចព្រួយលេខ1នៅលើលោកចូល100ងាប់ទាំង100ឯងជាដាហ៊ានមកបំផ្លាញការងាររបស់យើងផងឯងឈ្មោះអញសន្តិសុខឯងសន្តិសុខយើងមិនស្គាល់ទេក៏ប៉ុន្តែនាងនោះជាព្រាយខ្លាព្រាយខ្លាហើយភូម៉ានេះឡមនុស្សតើអើយនាងព្រាយខ្លាមកបាំងមុខឯងទេឯងភ្នែកសាមញ្ញមើលមិនដឹងថាជាមីសាចនោះមានតែព្រួយទឹករបស់យើងទេទើបអាចចម្ចាត់យើងបានបើទុកទៀតប្រកាសជាគ្រោះថ្នាក់ដល់នគរបាទហើយទៅអានេះធ្ងន់ដែរនេះអើយណាំរអីលៀបទៅបាទឯងមិនទេមនុស្សឈួតនេះឲ្យព្រួយទេឯងវិញមកព្រួយទេបកាច់យកទៅយកទឹកគេហ្នឹងយកទៅទុកឲ្យស្រួលមកឯងចុះឯងនេះជាដាហើយមិនក៏ស្លៀកពាក់ខុសឯងស្ថានអញ្ចឹងឯងដឹកអត់វិជ្ជការបហាហាច្បាប់ទឹករឹងណាស់មកគេដឹកតែឯងស្លៀកពាក់អញ្ចឹងប្រយ័ត្នគេចាត់ឯងយកទៅបហាជីវិតទៅចាអូយយើងប្រាប់ឲ្យល្អដែរបងអូនអានេះវារត់កិច្ចចេញពីម្ដុលពីកាលទេហើយនាងឯងក៏អញ្ចឹងដែរកន្លែងគេឲ្យអង្គុយមកកណ្ដោអត់ទៅអង្គុយទេមកអង្គុយលើដើមឈើរំយ៉ាត់ធ្លាក់ងាប់ជួយខ្ញុំផងបងមុនខ្ញុំឡើងរួចតែឥឡូវខ្ញុំអត់ដឹងចង់តាមណាអូយពលទុកអញណាហ៎មកចាំមកអូនាងអើយអ្នកនាងឯងធ្ងន់ម្លេះអូមកចៃបងមកចៃខ្ញុំអត់មិនទេប៉ុន្តែមានអារម្មណ៍ថាបែកខ្ទេចហើយបែកអីគេបែកខ្ទេចគ្មានសល់ទេបែកគេបែកអូនទៅបែកមែនទេខ្ញុំចង់និយាយថាបែកគេទូរស័ព្ទខ្ញុំនេះតើលុកបែកមែនហាអត់អីផងហ្នឹងអូមានបែកណាអូយជឿហើយទូរស័ព្ទ Honor X7D តាន់ធន់អូទូរស័ព្ទនេះតាន់ល្អរបស់គេណោះកិនឡើងមកតំហឹងហើយមិនត្រឹមតែតាន់ទេថែមទាំងធំទៀតផងធំអីអូយចង់និយាយថាទំហំថ្មទូរស័ព្ទហ្នឹងវាធំអូរហូតដល់6500មីលីអាំពែណោះវ៉ាវលុយមែនហើយចុះតម្លៃវាអានេះ256ខ្ញុំប្រើនេះតម្លៃត្រឹមតែ$189ទេអូឡើងធូរថ្លៃហ្មងហើយបើ memory 512វិញគឺតម្លៃ$219វ៉ាវថ្មវាប្រើបានរហូតដល់4ថ្ងៃឯណោះអូលុយមែនចឹងខ្ញុំទិញមួយដែរចឹងបាទហើយអរគុណច្រើនឯងបងហើយឈប់ដើរឡើងដើមឈើយ៉ាងប្រេះផ្ដាស់ណាចាអរគុណឯងបងបាញ់គេច្រឡំថាខ្លាទេគេរកបាញ់ងាប់បាញ់ជាវឆាននាងសម្រាប់អ្នកក្លាហានអស់ជាច្រើនអ្នកហើយដោយសារតែសម្រស់របស់នាងមានវាកអ៊ីងតុកជួលីពូយើងមិនអាចទុកនាងតទៅទៀតទេបើអញ្ចឹងនាងប្រកាសជាយកសម្រស់របស់នាងទៅធ្វើបាបអ្នកក្លាហានស្លាប់ជាបន្តបន្ទាប់ត្រៀមខ្លួនយ៉ាច់ចូលគូតអញអើយតើចង់យកមិនបានឯងយកធ្នូនឹងមកបាញ់ប្រពន្ធអញយើងកំពុងបហាជីវិតទាវឆានឯងមករងចំនួននាងធ្វើអីឯងដឹងអត់នាងសម្រាប់អ្នកក្លាហានអស់ជាច្រើនអ្នកហើយអាប្រកាច់អីប្រពន្ធអញនៅតែទេទៅសម្រាប់អ្នកក្លាមកពីណាឯងឈួនមកពីណាហ្នឹងនាងសម្រាប់ដោយប្រយោលឯងឃើញសម្រាប់នាងនេះអីសម្រាប់ប្រពន្ធអញស្អាតដោយសារតែគាត់លៀបលេគាត់ញ៉ាំរបស់ឆ្ងាញ់ឯងឈួនមែនឯងចង់តែបហាជីវិតទាំងពីរនាក់នេះយើងដោះទឿនឯងមិនស្ដាប់ឯងចាំតែមើលណាអញដឹងប៉លីតែហ៊ានបាញ់ម្ដងទៀតអញដឹងប៉លីដឹងប៉លីប៉លីឯងខ្លាចគុកណាអូយទៅហើយឈួននេះវាពេលហៅប៉លីខ្លាចអានេះខ្លាចគុកខ្លួនឯងមើលហើយចុះអញពេលដែលវាចាប់ខ្លួនឯងចងនឹងមិនក៏ខ្លួនឯងមិនទេមកប្រាប់បងតែប្រាប់មិនបើទូរស័ព្ទធ្លាក់ទឹកបាត់ហើយហ្នឹងធ្លាក់ទឹកអូយចូលក្តិតអាចមិនស្អុយចង់ងាប់ទេនេះលឿនមកអូយចាំតិចអូនអូយណាគេធ្វើបាបប្រពន្ធបងនេះធ្វើបាបអូនណាទូរស័ព្ទវាយកទៅធ្លាក់ទឹកនៅកន្លែងណាលាក់ណានោះអូយមកអូនវាធ្លាក់ចូលក្នុងទឹកហ្នឹងហើយក្នុងទឹកហ្នឹងម៉ៃមើលតិចអស់ហើយនេះអូយអូនណាឯងទៅបារម្ភទៅអីទូរស័ព្ទ Honor X7D នេះគឺថាវាធន់ខ្លាំងណាស់ធន់ជាមួយនឹងទឹកធន់ជាមួយនឹងការធ្លាក់និយាយទៅគឺថាតាន់មកជុំតែម្ដងអូនណែចាំទោះបីជាចូលទឹកប៉ុណ្ណាក៏យើងអាចចុចបជាចេញបានដែរឃើញហ៎យើងចុចតែពេលដែលវាកំពុងមានទឹកឃើញឧទាហរណ៍ដល់ឯងទេទៅលេខបងឃើញទេទៅចុចផ្លឹបបានចុចកំពេលកំពុងអាសាមទឹកហ្នឹងក៏បានដែរឃើញអត់អត់មានគាំងអត់មានអីអត់មានគាំងទេអូនឯងបងទិញទូរស័ព្ទអូនឯងនេះគឺថា the best ណាអូនប្រើបានគឺថាតាន់ហ្មងប្តីអូនល្អណាចេះគិតគូរដល់ប្រពន្ធទៀតហ្នឹងហើយបើមានរឿងអីលើក្រោយខលមកបងមកណាចូលទឹកប៉ុណ្ណាក៏អត់មានបញ្ហាដែរណែដល់កហ្មងអានោះស្លាប់ហ្មងណាអូនអូយឡើងផលឡើងចុចឡើងលឿនបជាឡើងស្រួលតោះបានហើយបង
ប្អូនទាំងអស់គ្នាជឿអត់ថាទូរស័ព្ទ Honor X7D នេះហាគឺថាតាន់ហើយធន់តែម្ដងជាមួយនឹងការធ្លាក់មិនថាបងប្អូនធ្លាក់នៅលើថ្មនៅលើដីឬមួយក៏បងប្អូនធ្លាក់ចូលទឹកអីទេគឺថាយើងអាចយកមកប្រើបានយកមកបញ្ជាបានធម្មតាតែម្ដងអញ្ចឹងឯនឹងផងដែរគឺខ្ញុំចង់ណែនាំបងប្អូនទាំងអស់គ្នាឲ្យស្គាល់ជាមួយនឹងទូរស័ព្ទ Honor X7D ណាបងប្អូនដែលមាន IP65 ជាទូរស័ព្ទដៃដែលតាន់នឹងធន់ជាមួយនឹងការធ្លាក់ធន់បំផុតមិនថាបងប្អូនធ្លាក់ចូលទៅក្នុងទឹកក្តៅឬមួយក៏ទឹកត្រជាក់ទេយើងអាចយកមកប្រើការវិញចុច screen អីវិញបានធម្មតាតែម្ដងនិយាយទៅគឺថាដើរ smooth តែម្ដងបងប្អូនហើយមិនតែប៉ុណ្ណោះហាមានមុខងារសំខាន់អាចចុចបានទោះបីជាដៃបងប្អូនសើមឬមួយក៏ត្រូវទឹកអីក៏ដោយក៏បងប្អូនអាចបញ្ជាបានដែរនិយាយទៅគឺថា smooth តែម្ដងបងប្អូនឃើញក្នុងវីដេអូនេះហើយមិនតែប៉ុណ្ណោះហាបំពាក់ជាមួយនឹងថ្មធំខ្លាំងរហូតដល់ 6500 មីលីអាំពែដែលអាចប្រើប្រាស់សល់រហូតដល់4ថ្ងៃឯណោះបងប្អូនហើយអ្វីដែលពិសេសនោះគឺថាមាន speaker 4គ្រាប់សំឡេងឮខ្លាំងរហូតដល់ 400% ឯណោះហើយសម្រាប់តម្លៃវិញបងប្អូនគឺថាសមរម្យមែនទែនសម្រាប់ RAM 8GB memory 256GB គឺមានតម្លៃត្រឹមតែ$189តែប៉ុណ្ណោះហើយសម្រាប់ RAM 8GB ដែលមាន memory ធំ 512GB គឺមានតម្លៃត្រឹមតែ$219តែប៉ុណ្ណោះនិយាយទៅតម្លៃនេះគឺថាសមរម្យតែម្ដងហើយអ្វីដែលពិសេសនោះគឺថាមាន AI ប៊ូតុងដែលជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃខ្លាំងបានមែនទែនគឺមានមុខងារ AI ជាច្រើនដូចជា AI Translate បកប្រែគ្រប់ភាសាមកខ្មែរនិង AI Cycle to Search ជួយស្វែងរកអ្វីដែលយើងចង់ដឹងហើយនិង AI Edit ជួយលុបរូបឬក៏វត្ថុចេញពីរូបភាពរបស់យើងក្នុង AI Edit ក៏មាន AI ជាច្រើនដូចជា AI Eraser បើសិនជាបងប្អូនថតជាប់ជាមួយនឹង background ណាដែលបងប្អូនអត់ពេញចិត្តបងប្អូនអាចលុបបាននិយាយទៅគឺថាលុបយ៉ាងស្អាតតែម្ដងហើយមិនតែប៉ុណ្ណោះមានដូចជា AI Remove Reflection មាន AI Upscale មាន AI Fake Tune ហ្នឹងបើសិនជាបងប្អូនថតរបៀបថាថតទៅច្រឡំបិទភ្នែកអីគឺយើងប្រើ AI ហ្នឹងទៅគឺយើងអាចឲ្យ AI ហ្នឹងជួយឲ្យយើងបើកភ្នែកវិញនិយាយទៅគឺស្អាតតែម្ដងបងប្អូនឃើញក្នុងវីដេអូនេះហើយយើងមានដូចជា AI Out Painting ហើយមានដូចជា AI Cut Out អាកន្លែង AI Cut Out នេះក៏ពិសេសដែរបើសិនជាបងប្អូនអត់ពេញចិត្តរូបភាពឬមួយក៏វត្ថុកន្លែងណាបងប្អូនចុច select ហើយ delete ពឹបមកគឺថាបាត់អស់ link តែម្ដងនិយាយទៅគឺថានៅក្នុងទូរស័ព្ទមួយគ្រឿងនេះគឺមាន AI គ្រប់ប្រភេទតែម្ដងហើយអ្វីដែលខ្ញុំស្រឡាញ់ខ្លាំងនោះគឺថាកាមេរ៉ាមានរហូតដល់108 megapixel ដែលអាចធ្វើការថតរូបបានយ៉ាងល្អមិនថានៅក្នុងកលៈទេសៈណាទេគឺថាថតទៅគឺថាច្បាស់តែម្ដងបងប្អូនហើយសម្រាប់អេក្រង់វិញគឺថាទំហំធំមែនទែនបងប្អូនមើល YouTube TikTok អីគឺថាអូសទៅមក smooth តែម្ដងគឺមានទំហំរហូតដល់ 6.77 អ៊ីងជាមួយនឹងល្បឿនអេក្រង់ 120Hz ណាបងប្អូនហើយធានាថាល្បឿនលឿនប្រើប្រាស់នៅ chipset របស់ Snapdragon 685ដែលអាចបំពេញនៅតម្រូវការប្រចាំថ្ងៃទាំងការប្រើប្រាស់ទូទៅនិងការលេងហ្គេមផងដែរណាបងប្អូនហើយបើសិនជាលេងហ្គេមវិញខ្ញុំហ៊ានធានាថា smooth ហើយ the best តែម្ដងគួបផ្សំជាមួយនឹង speaker 4របស់គេនេះគឺថាអេមណាបងប្អូនទូរស័ព្ទ Honor X7D នេះអញ្ចឹងបើសិនជាបងប្អូនចង់បានទូរស័ព្ទដែលមានកម្លាំងខ្លាំង AI ប្រើច្រើន speaker ឮល្អតម្លៃសមរម្យគឺ complete ណាទូរស័ព្ទ Honor X7D